បងកបងសូមជំរាបសួរបងប្អូនអរគ្នាក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទមួយថ្ងៃនេះខ្ញុំបានមកដើម្បីនឹងឆ្លើយសំណួរបងប្រុសម្នាក់ដែលគាត់បានសួរថាហេតុអ្វីមិនជឿសាសនាខ្លួនឯងហើយបែរទៅជាជឿសាសនាគេទៅវិញទាំងដូនតារបស់ផងខ្លួនឯងជាអ្នកដែលកាន់ពុទ្ធសាសនាជាការពិតលោកអ្នកបងប្អូនប្រទេសទាំងអស់នៅលើផែនដីមិនមែនសុទ្ធតែជាប្រទេសនីមួយៗមិនមែនសុទ្ធតែគ្រីស្ទៀនសុទ្ធពុទ្ធសុទ្ធឬក៏មូស្លីមទាំងអស់ទេតែងតែមានសាសនារៀងខ្លួនតាមជំនឿដែលខ្លួនឯងប្រតិបត្តិដូច្នេះដែរទោះបីមិនក៏ដោយប៉ុន្តែយើងជាជាតិសាសន៍តែមួយបាទហើយប៉ុន្តែលក្ខណៈដ៏សំខាន់នៅដែលយើងជឿលើអង្គព្រះយេស៊ូវគ្រីស្ទព្រោះព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃផែនដីនិងរបស់សពសារពើទាំងអស់ហើយព្រះអង្គបានបង្កើតមនុស្សមកដើម្បីនឹងថ្វាយសំណឿនដល់ព្រះអង្គទៅវិញគ្រីស្ទៀនមិនមែនជឿលើសាសនាទេប៉ុន្តែយើងជឿលើព្រះបាទប៉ុន្តែឲ្យដូនតារបស់យើងមុនដំបូងដែលព្រះអង្គបានបង្កើតឡើងនៅក្នុងលោកុបាទចំពុក1និងចំពុក2បានចែងថាព្រះអង្គបានបង្កើតមនុស្សមកមុនដំបូងគឺអាដាមអេវ៉ាគឺជាដូនតារបស់ផងយើងហើយដូនតារបស់យើងមុនដំបូងគឺជានរណាគឺជាអាដាមអេវ៉ាហើយគាត់ជាអ្នកដែលជឿលើព្រះជាម្ចាស់ដែលបង្កើតរបស់សពសារពើទាំងអស់ហើយព្រះបានបង្កើតយើងមកដើម្បីនឹងថ្វាយសំណឿនដល់ព្រះអង្គនៅក្នុងលោកុបាទចំពុក1ខ26និងខ27ព្រះអង្គតែម៉េចព្រះអង្គបានបង្កើតយើងមកឲ្យដូចជារូបអង្គទ្រង់ហើយដើម្បីថ្វាយសំណឿនទ្រង់នេះគឺជាអ្វីដែលព្រះអង្គផ្ដល់មកកាន់ជីវិតយើងអញ្ចឹងហើយត្រូវបានជានៅលើផែនដីនេះបង្កើតឲ្យមានសាសនាជាច្រើនពីព្រោះការពិតមនុស្សមុនដំបូងមនុស្សចង់ស្វែងរកព្រះអញ្ចឹងមនុស្សគិតថាអូព្រះមានរូបរាងជាសត្វគោរូបរាងជាថ្មឆ្លាក់ចេះមួយចុះមួយរបៀបចេះមួយចុះមួយអញ្ចឹងប៉ុន្តែក្នុងព្រះគម្ពីរបានចែងថាមនុស្សគឺជានិមិត្តរូបដែលព្រះអង្គបានផ្ដល់ឲ្យមកអញ្ចឹងមួយទៀតអេសាយចំពុក43ខ7ខ្ញុំសូមអានជូនគឺគ្រប់មនុស្សដែលបានហៅតាមឈ្មោះអញជាអ្នកដែលអញបានបង្កើតមកសម្រាប់ស្រីល្អនៃអញគឺជាអ្នកដែលអញបានជប់សូន្យជាអ្នកដែលអញបានតែងតាំងឡើងអរគុណដល់ព្រះអង្គបានបង្កើតយើងទាំងអស់គ្នាមកដើម្បីថ្វាយសំណឿនដល់ព្រះអង្គដើម្បីមានការទំនាក់ទំនងមួយព្រះអង្គអញ្ចឹងបើសិនបើយើងមិនបានរៀនយើងមិនបានស្គាល់អំពីព្រះអង្គយើងទៅជាប្រមាថយើងទៅជាមើលងាយព្រះនាមព្រះអង្គហើយយើងក៏អត់ដែរទៅមើលងាយអ្នកជឿពុទ្ធអត់ដែរទៅមើលងាយអ្នកដែលមូស្លីមឬក៏បងប្អូនដទៃទៀតដែរនោះគឺជាជំនឿរបស់បងប្អូនរៀងខ្លួនហើយខ្ញុំនៅពេលដែលខ្ញុំបានបង្រៀនរាល់ថ្ងៃសិស្ស100នាក់ជាងដែលខ្ញុំគ្រូសាខ្ញុំបានបង្រៀនយើងមួយចំនួនធំសុទ្ធតែជាអ្នកដែលដើមកំណើតឪពុកម្ដាយជាអ្នកដែលជឿពុទ្ធហើយគឺយើងមិនបានបង្ខំគាត់ឲ្យជឿព្រះដែរគឺយើងចង់ឲ្យគាត់ស្វែងយល់ហើយគាត់អាចទទួលយកបានជារឿងរបស់ផងគាត់អញ្ចឹងបើសិនបើយើងនិយាយថាអូហេតុអីបានមិនជឿសាសនាខ្លួនឯងបែរទៅជឿសាសនាបរទេសយើងសួរថាតើពុទ្ធសាសនាជាសាសនារបស់ខ្មែរអត់ទេមានមុនពុទ្ធនោះគឺមានអីគេសាសនាព្រាហ្មណ៍ដូចជាប្រាសាទអង្គរវត្តដែលកំពុងតែឈរជ្រងជ្រែងរាល់ថ្ងៃបេតិកភណ្ឌរបស់យើងនេះគឺធ្វើសម្រាប់មុនដំបូងព្រះបាទសូរ្យវរ្ម័នទី2គឺសម្រាប់អ្វីគឺដើម្បីឧទ្ទិសដល់សាសនាព្រាហ្មណ៍សាសនាហិណ្ឌូហើយក្រោយមកទៀតដល់ព្រះបាទជ័យវរ្ម័នទី7គ្រប់គ្រងព្រះនាងឥន្ទ្រទេវីដែលជាពុទ្ធសាសនាបាននាំឲ្យកើតការគោរពដល់ពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាក៏មិនមែនជាសាសនារបស់ខ្មែរដើមដែរព្រហ្មញ្ញសាសនាក៏មិនមែនជាសាសនាដើមរបស់ខ្មែរដែរតើអ្វីទៅជាសាសនាដើមរបស់ខ្មែរសាសនាដើមរបស់ខ្មែរគឺការគោរពអារុក្ខអារក្សអ្នកតាខ្មោចព្រាយបិសាចអំពើអូមអាមផ្សេងសែនអ្នកតាហ្នឹងគឺជាការគោរពរបស់ផងខ្មែរអញ្ចឹងលើកទឹកចិត្តលោកអ្នកបងប្អូនថាម៉េចយើងកុំស្អប់គ្នាដោយសារតែយើងមានសាសនាផ្សេងគ្នាសម្រាប់ខ្មែរប៉ុន្តែយើងដែលជឿព្រះយេស៊ូវយើងអាចបានស្អប់លោកអ្នកបងប្អូនណាម្នាក់ទេទោះបីយើងជួយក្នុងកិច្ចការងារសង្គមគឺយើងជួយដោយក្តីស្រឡាញ់ពីព្រោះព្រះយេស៊ូវថាម៉េចឲ្យយើងមិនត្រឹមតែស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្លួនទេព្រះអង្គថាម៉េចឲ្យយើងស្រឡាញ់ទាំងខ្មាំងសត្រូវរបស់យើងទៀតស្រឡាញ់អ្នកដែលស្អប់យើងទៀតហើយយើងតែងតែអត់ទោសឲ្យគេពីព្រោះអីគេព្រះអង្គអត់ទោសយើងព្រះអង្គផ្ដល់ក្តីស្រឡាញ់ឲ្យយើងចង់ផ្ដល់អ្នកដទៃទៀតដែរអញ្ចឹងព្រះយេស៊ូវស្រឡាញ់លោកអ្នកបងប្អូនហើយ
ព្រះអង្គចង់ឲ្យលោកអ្នកបរិគ្នាឮអំពីព្រះអង្គហើយស្វែងយល់អំពីព្រះអង្គផងដែរអញ្ចឹងកុំគិតថាព្រះយេស៊ូវគឺជាសាសនាម្លាយតែគឺជាការជឿព្រះដែលបានសង្គ្រោះហើយនាំយើងទៅឯនគរឋានសួគ៌អញ្ចឹងនៅក្នុងព្រះគម្ពីរក៏បានចែងច្បាស់ថាគ្រប់ទាំងជាតិសាសន៍ទាំងអស់គឺមានសិទ្ធិទទួលដំណឹងល្អមានសិទ្ធិទទួលបានសេចក្តីសង្គ្រោះនៅពេលដែលពួកគេជឿព្រះយេស៊ូវបាទអញ្ចឹងព្រះអង្គជាព្រះល្អទាំងព្រះហើយជាស្ដេចល្អទាំងស្ដេចបាទអញ្ចឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាព្រះយេស៊ូវព្រះអង្គជាព្រះមិនមែនជាសាសនាទេគឺជាម្ចាស់នៃនគរឋានសួគ៌បាទអញ្ចឹងពេលដែលលោកអ្នកបងប្អូនមុននឹងសួរឆ្លើយសួរនៅកត្តាអ្វីមួយសូមស្រាវជ្រាវសម័យនេះគឺជាសម័យអ៊ីនធឺណិតហើយចំណេះដឹងយើងចេះអានអក្សរស្រាវជ្រាវអញ្ចឹងកុំវាយប្រហារច្រើនសម្រាប់បងប្អូនមួយចំនួនគាត់និយាយថាអូខ្ញុំអ្នកជឿព្រះពុទ្ធតែអ្នកជឿព្រះពុទ្ធដែលខ្ញុំឃើញគ្រូដែលជាអ្នកទេសនាល្បីគាត់អត់ដែលបៀតបៀនដល់អ្នកដែលជឿសាសនាផ្សេងទេប៉ុន្តែបងប្អូនមួយចំនួនដែលមិនដែលអានកាពីព្រះត្រៃបិដកគាត់ថាគាត់ជាអ្នកដែលជឿព្រះពុទ្ធច្បាស់លាស់ប៉ុន្តែគាត់តែងតែខមមិនបៀតបៀនដល់សាសនាដទៃទៀតអញ្ចឹងប៉ុន្តែបើព្រះពុទ្ធត្រឹមត្រូវគឺជាអ្នកដែលឃើញអ្នកដទៃទៀតស្វែងរកយល់សាសនាអំពីសុជីវធម៌អីផ្សេងនោះគឺគេអសប្បាយវិញប៉ុន្តែលើកទឹកចិត្តបងប្អូនមួយចំនួនដែលគ្រាន់តែនិយាយថាខ្ញុំជឿលើព្រះពុទ្ធប៉ុន្តែអត់ប្រព្រឹត្តតាមគាត់តែពាក្យព្រះពុទ្ធនិយាយមកថាហាមផឹកស្រាប៉ុន្តែខ្ញុំឃើញថាប្រទេសកម្ពុជាយើងទាំងមូលគឺពោពេញទៅដោយអ្នកផឹកស្រាបាទនោះគឺខុសមកទៅហើយអញ្ចឹងអ្វីដែលសំខាន់ជាងបំផុតលើកទឹកចិត្តបងប្អូនថាម៉េចយើងជឿលើព្រះយេស៊ូវគឺជាព្រះលើអស់ទាំងព្រះហើយជាព្រះសម្រាប់គ្រប់គ្នាបាទសូមព្រះប្រទានពរបងប្អូនអរគ្នាបាទ